សួស្តីអ្នកទាំងអស់គ្នាមួយចំនួនច្បាស់ជាធ្លាប់មើលវីដេអូខ្ញុំតាក់ទងទៅនឹងការសរសេរកូដឬក៏ធ្លាប់ដឹងតាក់ទងទៅនឹងរឿងសរសេរកូដនឹងមកពីកន្លែងណាមួយហើយគិតថាវាអញ្ញាយអត់ដឹងថាសរសេរខ្លះចាប់ផ្ដើមពីណាទៅណាសរសេរពីអីអញ្ចឹងល្អហើយដោយសារតែនេះគឺជាប្រភេទវីដេអូដែលយើងនឹងមើលតាក់ទងទៅនឹងមេរៀននៅក្នុងការសរសេរកូដហើយយកឲ្យផ្ដោតសំខាន់ថាយើងត្រូវតែរៀនសម្រាប់បង្កើត app ឬក៏បង្កើត game នេះ game នោះឬក៏ website នេះ website នោះឲ្យប្រកបទេគឺយើងរៀនពីចំណុចមូលដ្ឋានរបស់វាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទៅចាប់ខាងអីគឺវាងាយស្រួលធ្វើឲ្យយើងទៅរៀនខាងនោះព្រោះនេះគឺជាចំណុចមូលដ្ឋានដែលភាគច្រើនគឺសិតតែមាននៅពេលដែលយើងសរសេរកូដមុននឹងយើងចូលទៅនិយាយតាក់ទងជាមួយនឹងមេរៀនវាផ្ទាល់គឺខ្ញុំចង់និយាយតាក់ទងជាមួយនឹងមូលហេតុអីតិចតួចសិនហើយនឹងការដំឡើងកម្មវិធីសិននៅក្នុងវីដេអូហ្នឹងអញ្ចឹងបើសិនជាមានអ្នកដែលយល់ពីមូលហេតុអីត្រឹមត្រូវអស់ហើយឬក៏ធ្លាប់សរសេរបានខ្លះហើយអាចចូលទៅមើលវីដេអូខ្ញុំបន្ទាប់ពីនឹងត្មងក៏បានដែរអញ្ចឹងការសរសេរកូដឬក៏ coding គឺជាផ្នែកមួយនៅក្នុង programming ដែលមានន័យថាការសរសេរកម្មវិធីហើយ programming ហ្នឹងគឺជាផ្នែកមួយនៅក្នុងវិទ្យាសាស្ត្រ computer ហើយអ្នកដែលសរសេរ program គឺគេហៅថា programmer ដែលមិនមែនជាអ្នក IT ទេការសរសេរកូដអត់មានអីពិបាកទេមិនបានខ្ញុំនិយាយចឹងព្រោះការសរសេរកូដគ្រាន់ជាផ្នែកតូចមួយហើយវាអត់មានអីពិបាកទេយើងគ្រាន់តែទិញកុំព្យូទ័រមកហើយសរសេរទៅរួចហើយវាអាចខុសសញ្ញាអីតិចតួចតែប៉ុណ្ណឹងប៉ុន្តែសំណួរសួរថាយើងសរសេរដើម្បីអីហើយសរសេរពីអីខ្លះកន្លែងហើយបានលំបាកសម្រាប់ programmer ភាគច្រើនបើសិនបើយើងចង់បង្កើតកម្មវិធីគេហទំព័រប្រភេទណាមួយយើងត្រូវដឹងមិនត្រឹមតែការសរសេរកូដតែប៉ុណ្ណឹងទេយើងត្រូវដឹងថាយើងចង់ឲ្យ app game ឬក៏ website នោះត្រូវធ្វើអីយើងអាចនិយាយបានថាយើងចង់ឲ្យ computer វាធ្វើអីព្រោះនៅក្នុងន័យបច្ចេកទេសយើងអាចនិយាយបានថាយើងសរសេរកូដដើម្បីប្រាប់ពីតួនាទីមួយឬច្រើនទៅឲ្យ computer ដើម្បីធ្វើអញ្ចឹង game app website ស្អីនោះសុទ្ធតែនៅក្នុង computer បញ្ជាក់ថាទូរស័ព្ទរបស់យើងក៏ជាប្រភេទ computer ដែរទូទស្សន៍ក៏ជា computer ដែរហើយទូទឹកកកក៏មាន computer ដែរដែលចាប់អារម្មណ៍នៅពេលដែលយើងបើកទ្វារទូទឹកកកភ្លើងខាងក្នុងក៏បើកហើយនៅពេលដែលយើងបិទវិញភ្លើងវាបិទអូតូអានោះគឺបញ្ជាដោយ computer កន្លែងហ្នឹង computer មានន័យថាអ្នកកណនាដែលជាប្រធានបទសម្រាប់វីដេអូក្រោយទៀតបើសិនជាយើងចង់បង្កើតឧបករណ៍អេឡិចត្រូនិកនិយាយសាមញ្ញបំផុតដូចជាការបង្កើត robot ឬក៏ឧបករណ៍ស្វ័យប្រវត្តិណាមួយក៏តម្រូវឲ្យសរសេរកូដដែររួមជាមួយនឹងផ្នែកផ្សេងទៀតដូចជា mechanic ទ្រឹស្ដីវិទ្យាអគ្គិសនីហើយមានតទៅច្រើនទៀតដែលខ្ញុំប្រហែលជាអាចនឹងធ្វើវីដេអូទាំងអស់នោះទៀតតែឥឡូវយើងនឹងនិយាយពី programming តទៀតនៃទូទៅរបស់ programming គឺយើងគិតនិងសរសេរកូដដើម្បីបង្កើតអ្វីមួយដែលយើងចង់ព្រោះបច្ចេកវិទ្យាវាសឹងតែអត់មានដែនកំណត់សំខាន់ឲ្យតែយើងចេះប្រើវាដូចជាវីដេអូដែលអត់ប្រយោជន៍របស់ខ្ញុំមួយនិយាយតាក់ទងទៅនឹងការបញ្ជា computer ដោយប្រើប៊ិចអញ្ចឹងយើងគិតឃើញអីថ្មីយើងអាចបង្កើតវាបានភ្លាមបើសិនជាយើងចេះសរសេរកូដបើសិនជាយើងអត់ចង់និយាយតាក់ទងទៅនឹងរឿងដែលអត់ប្រយោជន៍យើងអាចមកមើលទៅលើបណ្ដាញសង្គមដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហើយដែលមានភាគច្រើនប្រើវាដកខ្លួនអត់ចង់រួចហើយបង្កើតដោយបុគ្គលល្បីៗភាគច្រើនជាមហាសេដ្ឋីហើយក៏សុទ្ធតែជាផលិតផលដែលបានមកពីការសរសេរ program ដូចគ្នាឬក៏ Google ដែលជាកន្លែងដែលអាចឲ្យយើងនឹងរកព័ត៌មានដែលយើងត្រូវការក្នុងតែរយៈពេលប្រហែលវិនាទីហើយក៏ត្រូវបានរួមចំណែកដោយវិស្វករជាច្រើនរួមគ្នាគិតនិងសរសេរកូដហើយធ្វើរឿងមួយចំនួនទៀតដើម្បីបង្កើតវាឲ្យមនុស្សទូទាំងពិភពលោកបានប្រើប្រាស់អញ្ចឹងយើងទុកទ្រឹស្ដីមួយឡែកហើយយើងមកមើលពីមេរៀនពិតប្រាកដនៅក្នុងការសរសេរកូដយើងមានជម្រើសភាសាច្រើនប្រើនៅក្នុងន័យផ្សេងគ្នាហើយមានភាសាខ្លះងាយរៀនហើយខ្លះទៀតពិបាករៀនឧទាហរណ៍ដូចជាបើសិនបើយើងចង់បង្កើត Android app យើងអាចប្រើភាសាមួយឈ្មោះថា Java បើបង្កើត website យើងអាចប្រើ JavaScript ឬក៏ TypeScript បង្កើត game អាចប្រើ C++ ឬក៏ C# តាក់ទងទៅនឹងគ្រឿងអគ្គិសនីយើងអាចប្រើ C ឬក៏ Python ហើយនៅមានច្រើនទៀតចំពោះអ្នកដែលចាប់ផ្ដើមដំបូងភាគច្រើនគេឲ្យរៀន Python តែខ្ញុំគិតថាយើងគួរតែរៀន C Java ឬក៏ JavaScript អីវិញបញ្ជាក់ថា Java និង JavaScript គឺអត់ដូចគ្នាទេដោយសារភាសាប្រមាណហ្នឹងវាមានតម្រូវការច្រើនវាអត់លំបាកពេកហើយក៏អត់ស្រួលពេកដែរប៉ុន្តែនៅពេលដែលយើងរៀនវាហើយយើងងាយស្រួលនៅក្នុងការចាប់ភាសាផ្សេងនៅពេលដែលយើងចង់ទៅរៀនវាផ្សេងទៀតភាសាទាំងអស់ហ្នឹងគឺវាមានចំណុចស្តៀងគ្នាច្រើនហើយអ្វីដែលយើងរៀនគឺមូលដ្ឋានរបស់វានៅពេលដែលយើងទៅចាប់ភាសានេះក៏វាមានផ្នែកនឹងដូចគ្នាដែលយើងធ្វើការ search បន្តិចទៅយើងអាចដឹងពីរបៀបប្រើវាបានភ្លាមអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតម្លើងកម្មវិធីមួយនៅក្នុង desktop ឈ្មោះថា processing 3វាអត់មានអីវ៉ាទេហើយអ្នកទាំងអស់គ្នាអាច search ជាភាសាអង់គ្លេសនៅក្នុង Google ឬក៏ YouTube អីបានដោយសារតែវាជាកិច្ចការ research មួយរស់តទៅមុខទៀតបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើតជា Facebook ទី2ឬក៏ Apple 14 S X Max Plus Pro អីចឹងយើង
ត្រូវការ research យ៉ាងហោចណាស់មួយថ្ងៃ20ដងបន្ទាប់ពីដំឡើងកម្មវិធី processing 3 នឹងហើយយើងមកមើលទៅលើកម្មវិធីនឹងតិចកន្លែងនេះជាកន្លែងសរសេរកូដភាគច្រើនចាប់ផ្ដើមមកដំបូងគឺយើងនៅក្នុងភាសា Java ស្រាប់ដែលយើងអាចមើលនៅកន្លែងនេះហើយយើងអាចបដូរភាសាបានប៊ូតុងនេះជាកន្លែងដែលចុចដើម្បី run code ហើយប៊ូតុងនេះសម្រាប់បញ្ឈប់កូដមូលហេតុដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើកម្មវិធីមួយហ្នឹងព្រោះវាងាយស្រួលប្រើទំហំតូចហើយមានមុខងារច្រើនដែលយើងនឹងប្រើវាតទៅមុខទៀតវីដេអូយើងមានតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់អ្នកទាំងអស់គ្នាអាចចុច subscribe ដើម្បីគាំទ្រខ្ញុំហើយទទួលបានវីដេអូថ្មីពេលខ្ញុំ upload ទៅម្យ៉ាងទៀត subscribe អត់អីទេ